When life hurt, running heal. សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី3របស់ខ្ញុំដែលខ្ញុំធ្វើការរត់ដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិសម្រាប់រយៈចម្ងាយ72គីឡូម៉ែត្រអ្នកទាំងអស់គ្នាសម្រាប់លើកទី1និងលើកទី2ខ្ញុំរត់បាន 12.47 គីឡូម៉ែត្រហើយលើកទី3នេះផងដែរខ្ញុំរត់បាន 10.04 គីឡូម៉ែត្រអ្នកទាំងអស់គ្នាសួរថារត់នឹងហត់អត់សម្រាប់ខ្ញុំគឺហត់ពីព្រោះថាខ្ញុំមិនមែនជាអ្នករត់អាជីពទេអ្នកទាំងអស់គ្នាប៉ុន្តែដោយសារតែខ្ញុំមានគោលដៅមានឆន្ទៈនិងចង់ជំនះភាពខ្ជិលរបស់ខ្លួនឯងដូច្នេះហើយខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងនិងចាប់ផ្ដើមនៃការរត់នៅពេលដែលយើងមានក្តីស្រមៃនិងចង់សម្រេចនៅគោលដៅមួយនោះហើយគឺជាកម្លាំងចិត្តដែលធ្វើឲ្យយើងចង់ផ្លាស់ប្ដូរខ្លួនឯងនិងទទួលបានអ្វីថ្មីៗនៅក្នុងជីវិតរបស់យើងអញ្ចឹងសម្រាប់ការរត់លើកទី3នេះផងដែរគឺខ្ញុំរត់បានឆ្ងាយជាងលើកទី1និងលើកទី2អ្នកទាំងអស់គ្នាពីព្រោះថាទេសភាពនិងបរិយាកាសនៅជ្រោយចង្វារនេះគឺមានលក្ខណៈថា fresh និង comfortable មែនតើសម្រាប់យើងរត់អ្នកទាំងអស់គ្នាហើយជាពិសេសនៅពេលព្រលឹមបែបនេះគឺវាមានលក្ខណៈថាខ្យល់បរិសុទ្ធហើយទេសភាពនោះគឺអេមមែនតើអ្នកទាំងអស់គ្នាសម្រាប់ការរត់អញ្ចឹងវាធ្វើឲ្យការរត់របស់ខ្ញុំនឹងគឺមានថាមពលហើយរត់បានឆ្ងាយជាងមុនដូច្នេះការរត់រយៈចម្ងាយ72គីឡូរបស់ខ្ញុំដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិនៅខាងមុខនេះនឹងបញ្ចប់នៅពេលឆាប់ៗនេះអ្នកនរគ្នាអរគុណសម្រាប់ការតាមដាននៅវីដេអូនេះកុំភ្លេចជួយ like និង follow ខ្ញុំម្នាក់មួយផងអ្នកនរគ្នាដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំហើយជួបគ្នានៅវីដេអូក្រោយអរគុណ